បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះមកយកបញ្ញាហ្នឹងហើយក្នុងវត្តបញ្ញាក្អែកដើមរាជហ្នឹងហើយអូសុទ្ធតែបញ្ញារាជដីបញ្ញាសុទ្ធតែបញ្ញារាជនោះ2-3 ម៉ែត្របរិវេណវត្តនៅភូមិថ្នោតជុំស្រុកបារាយខេត្តកំពង់ធំហ្នឹងហើយនោះបញ្ញារាជចឹងហើយក៏រៀបចំទៅយកហ្នឹងហើយបាទឥឡូវក៏កាប់តម្លាក់1 ម៉ែត្រហ្នឹងហើយបកងវងក្រងណាស់ពុកម៉ែបងប្អូនអើយនោះនៅ1 ម៉ែត្រទៀតធំទុកយកទៅ1 ម៉ែត្របានណាហ្នឹងហើយដាក់រាជប៉ុណ្ណឹងក្រងដល់នេះ1 ម៉ែត្រធំសិតតែនេះសិតទាំងក្រងដៃបញ្ញាធំដៃបញ្ញាវះមកធំអែមប៉ុណ្ណេះឆ្លាក់តួអង្គបានដៃបញ្ញាយកទៅមកបកងមកណាក្រងពេកនេះក្នុងវត្តអារាមនៅប្រភេទតៃសានិងផែភ្លៀងខ្យល់បាក់មកហ្នឹងហើយវីដេអូមានប៉ុណ្្នឹងហើយពុកម៉ែបងប្អូនអរគុណច្រើនបញ្ញាក្អែកដើមរាជនឹងក្រងខ្លាំងអូមាន